ប្រធានបទទី10មនុស្សលោកតែងផ្អៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយមិនជឿទុកចិត្តស្រីផ្កាមាសដែលគេបានឲ្យឧបទេសគេបានទូនមានល្អហើយមិនគិតយកព្រះធម៌ជាប្រមាណដោយគេមិនជឿទុកចិត្តព្រាហ្មណ៍ដែលធ្លាប់កាប់សម្លាប់គោភាសិតទី10នៃការគប់មិត្តការប្រព្រឹត្តរបស់មនុស្សទោះផ្នែកល្អក្តីអាក្រក់ក្តីតែធ្លាប់សម្ដែងចេញមកតាមកាយវិការចិត្តជាការបង្ហាញឲ្យអ្នកដទៃស្គាល់យល់ថាជាមនុស្សល្អឬមនុស្សអាក្រក់ប៉ុន្តែជួនកាលមនុស្សអាក្រក់អាចប្រែក្លាយខ្លួនជាមនុស្សល្អឬមនុស្សល្អអាចក្លាយទៅជាមនុស្សអាក្រក់ក៏មានមនុស្សធ្លាប់ប្រព្រឹត្តអាក្រក់ទោះវិលមកប្រព្រឹត្តល្អពិតក៏មតិនៃជនដទៃមិនងាយជឿទុកចិត្តងាយឡើយដែលសុភាសិតខាងលើពោលបំភ្លឺដល់រឿងនេះដូចអធិប្បាយតទៅមនុស្សទាំងឡាយតែងកត់សម្គាល់ថាមនុស្សនេះល្អឬអាក្រក់វាយវេឬត្រង់ក៏មកពីធ្លាប់ឃើញដឹងឮធ្លាប់ជួបប្រទះថាមនុស្សនោះធ្លាប់ប្រព្រឹត្តមកពីមុនបែបណាមនុស្សនោះធ្លាប់ប្រព្រឹត្តអំពើកុហកភូតភរបោកប្រាស់បំបត្តិប្រវាញ់ធ្លាប់លួចប្លន់ធ្លាប់ប្រព្រឹត្តប្រហើនកោងកាចធ្លាប់ប្រើអំណាចសង្កត់សង្កិនញោមញីស៊ីឈាមអង្គាមឆ្អឹងអ្នកដទៃធ្លាប់ធ្វើចិត្តឆេវឆាវសាហាវយងខ្នងធ្លាប់ស៊ីសំណូកយកសំណែនធ្លាប់ប្រព្រឹត្តអនាចារខុសច្បាប់ទម្លាប់ផ្សេងដោយការប្រព្រឹត្តដែលគេធ្លាប់ដឹងឮឃើញយ៉ាងនេះគេក៏ចងចាំកំណត់កត់ទុកក្នុងចិត្តថាជាមនុស្សខលខូចខូខើទុច្ចរិតតាមការធ្លាប់ប្រព្រឹត្តរបស់បុគ្គលនោះដូច្នេះបើទុកជាខ្លួនធ្វើរឹកសុភាពរៀបសារឬប្រព្រឹត្តរៀបសារកិរិយាស្រគត់ស្រគំប្រើសម្ដីសម្ដែងចិត្តល្អសប្បុរសយ៉ាងណាក៏ដោយអ្នកធ្លាប់ដឹងកិរិយាប្រព្រឹត្តរបស់ខ្លួនពីមុនមកគេមិនងាយជឿទុកចិត្តឥតសង្ស័យថាខ្លួនជាមនុស្សល្អនោះឡើយព្រោះគេផ្អៀងតាមដំណើរហេតុដែលកន្លងទៅហើយសូម្បីជននោះបានកែប្រែចិត្តគំនិតពីខ្មៅទៅសពីទុច្ចរិតទៅសុចរិតពីខលខូចទៅត្រឹមត្រូវពីប្រហើនកោងកាចទៅជាស្លូតបូតពីអាចោទៅជាអាចារ្យពិតក៏ដោយមនុស្សទាំងឡាយមិនងាយជឿទុកចិត្តស្និទ្ធស្នាលថាជាមនុស្សល្អសុចរិតចិត្តបុណ្យនោះឡើយព្រោះគេធ្លាប់កត់សម្គាល់យល់ដឹងឃើញច្បាស់លាស់ថាខ្លួនធ្លាប់ប្រព្រឹត្តទុច្ចរិតពីមុនមកដូចជាគេមិនជឿទុកចិត្តស្រីពេស្យាផ្កាមាសដែលធ្លាប់ប្រព្រឹត្តពេស្យាចារលក់កាយចំណាយសាច់ឈាមកាមារម្មណ៍ចំពោះបុរសទាំងឡាយគឺជាអ្នកជោគជាំជក់ចិត្តប្រព្រឹត្តចាយក្នុងរឿងនោះយូរណាស់មកហើយលុះពេលក្រោយគេបានឲ្យឧបទេសគឺទូនមានព្រានប្រដៅអប់រំពន្យល់ឲ្យនាងភ្ញាក់កំណើតកើតគំនិតគិតឃើញថារបស់នាងទៀបថោកស្មោកគ្រោកមិនសមរម្យឬខំលះបង់វាចាកងាកចេញពីពេស្យាចារនោះប្រព្រឹត្តខ្លួនជាស្ត្រីត្រឹមត្រូវដោយស្ត្រីអ្នកល្អទាំងឡាយយ៉ាងនឹងក៏ដោយក៏គេមិនងាយជឿឬគេមិនងាយទុកចិត្តព្រាហ្មណ៍ដែលជាអ្នកធ្លាប់សម្លាប់កាប់សម្លេះគោលោកបានទទួលការអប់រំជាពិសេសនុសិលធម៌ព្រហ្មវិហារធម៌ក៏លះបង់ការសម្លាប់គោដោយអាណិតអាសូរទៅវិញយ៉ាងនេះក៏គេមិនជឿទុកចិត្តងាយឡើយការមិនជឿទុកចិត្តទាំងនេះភាសិតនេះដៅថាព្រោះគេមិនគិតយកព្រះធម៌ជាប្រមាណបានសេចក្តីថាគេមិនពិចារណាឲ្យល្អិតល្អន់ថាធ្វើម៉េចមនុស្សក្នុងលោកដ៏ច្រើនគង់មានអ្នកខ្លះភ្លាំងភ្លាត់ទៅប្រព្រឹត្តថោកទាបបាបចង្រៃតែអ្វីក្នុងលោកក៏មិនទៀងទាត់ដែរអាចប្រែប្រួលបានជួនកាលមនុស្សអាក្រក់คล้ายជាមនុស្សល្អអាចោคล้ายជាអាចារ្យស្ត្រីត្រឹមត្រូវคล้ายជាពេស្យាផ្កាមាសក៏មានតែបើគេគិតតែក្នុងពាក្យទំនៀមថាមនុស្សនឹងប្រាក់យក្សនឹងសាច់អាកកនឹងស្រូវតាមដំណើរហេតុដែលកន្លងទៅហើយនោះគេក៏មិនអាចសន្និដ្ឋានដោយសេចក្តីខាងលើនេះបានឡើយប៉ុន្តែមានមនុស្សខ្លះដែលមានការពិនិត្យដល់ជុំវិញក៏ទទួលស្គាល់យល់ដឹងថាមនុស្សទាំងឡាយទោះស្រីពេស្យាឬគោឃាតកក៏ដោយដែលបានទទួលការសិក្សាអប់រំអាចផ្លាស់ប្ដូរចិត្តគំនិតមារយាទឲ្យឃ្លាតចាកពីអំពើមិនសមរម្យមិនល្អរបស់អាក្រក់មកជាមនុស្សល្អបរិសុទ្ធបានគឺមិនម៉ៅដៅតែតាមដំណើរហេតុដែលកន្លងទៅហើយតែម្យ៉ាងឡើយដោយរួបរួមមនុស្សលោកតែងផ្អៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយជារឿងធម្មតាទេព្រោះមនុស្សនោះធ្លាប់ប្រព្រឹត្តអាក្រក់មកហើយតើនឹងឲ្យជឿទុកចិត្តភ្លាមថាជាមនុស្សល្អដូចម្ដេចកើតដូចស្រីផ្កាមាសដូចគោឃាតកទោះពេលក្រោយប្រព្រឹត្តត្រឹមត្រូវវិញក៏គេមិនងាយជឿភ្លាមដែរតែបើកត់សម្គាល់ដាច់ខាតថា
មនុស្សនេះធ្លាប់ខូចទុច្ចរិតចិត្តចោលវានៅតែខូចទុច្ចរិតចិត្តចោលដដែលគ្មានការកែប្រែមារយាទមិនត្រូវរាប់អានក៏មិនត្រូវដែរព្រោះមនុស្សខូចដែលបានការទទួលការអប់រំផ្លាស់ចិត្តគំនិតកិរិយាមារយាទទៅជាមនុស្សល្អវិញជួនកាលល្អជាងអ្នកធ្លាប់ល្អនោះទៅទៀតនឹងបើចេះសម្គាល់មនុស្សខូចដែលធ្លាប់ដឹងដំណើរហេតុដើមធ្លាប់ប្រព្រឹត្តខូចហើយឃើញប្រព្រឹត្តស្លូតបូតរៀបសារកិរិយាត្រឹមត្រូវតែសុទ្ធតែបានទទួលការអប់រំឲ្យជាមនុស្សល្អវិញហើយគ្រប់10ក៏មិនបានដែរព្រោះជួនកាលមនុស្សខូចនោះប្លន់បន្លំកិរិយាល្អដើម្បីបោកប្រាស់ក៏មានដោយនិទានខ្លាចចាស់ចាំសិលនិងអ្នកដំណើរក្នុងស្រីហេតុតប្រទេសជាផោះតាំងស្រាប់សុភាសិតជាប្រធានខាងលើក៏ជាពន្លឺបង្កើនបញ្ញាស្មារតីក្នុងការសម្គាល់យល់ឃើញនិងសេចក្តីពិតរបស់មនុស្សមួយផ្នែកដែរសេចក្តីសំខាន់ក្នុងរឿងមនុស្សល្អអាក្រក់នេះនៅត្រង់ការសង្កេតពិនិត្យការប្រយ័ត្នប្រយែងមិនបាក់ចង្អៀតទៅតាមហេតុកិរិយាដែលធ្លាប់ប្រព្រឹត្តមកនិងមិនជឿស្លង់ទៅតាមកិរិយាល្អដែលបានឃើញមួយដងមួយកាលព្រោះបើសង្កេតពិនិត្យប្រយ័ត្នមិនយូរប៉ុន្មានក៏អាចសន្និដ្ឋានតាមការពិតថាមនុស្សប្រែពីអាក្រក់មកល្អឬប្រែពីល្អមកអាក្រក់មិនខានជនខលខូចទុច្ចរិតចិត្តខូខើធ្លាប់តែធ្វើអំពើខ្មៅខ្លៅថោកទាបជួនសែបគប់និងបណ្ឌិតស្គាល់បនបាបក៏លះភាពពីលបាបបជនចោលក៏មានជនខ្លះធ្លាប់កាន់ក្បួនច្បាប់សុចរិតវាចាចិត្តប្រព្រឹត្តកាយល្អកល្យានលុះសែបគប់និងជនពាលជក់វក់ប្រានទៅជាជនពាលសាមានក៏មានដែរអោមណាគ្រីចប់ប្រធានបទទី10តែប៉ុណ្ណេះ